មណ្ឌលចែកចាយផ្លូវការ BYD and Denza ត្រូវបានបញ្ចប់ការសាងសង់បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃនិងបៃតងនៅកម្ពុជាមជ្ឈមណ្ឌលចែកចាយម៉ាកយីហោរថយន្ត BYD and Denza របស់ Harmony ICAR ត្រូវបានសម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបញ្ជាក់ពីការពង្រីកកិច្ចសហប្រតិបត្តិការថាមពលថ្មីកម្ពុជាចិនក្នុងយុគសម័យធ្វើដំណើរដោយភាពឆ្លាតវៃនិងបៃតងសម្រាប់ប្រទេសកម្ពុជាក្នុងឱកាសនៃការដាក់សម្ពោធជាផ្លូវការមជ្ឈមណ្ឌលចែកចាយរថយន្ត BYD and Denza នោះរថយន្ត model Celine 5 ចំនួន2គ្រឿងដំបូងគេដែលទៅតែចេញពីខ្សែសង្វាក់ផលិតកម្មរោងចក្រដំឡើងរថយន្ត BYD នៅកម្ពុជាត្រូវបានប្រគល់ជូនម្ចាស់ដោយផ្ទាល់ដែលបានក្លាយជាចំណុចចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិតំណាងមកពីមជ្ឈដ្ឋាននយោបាយធុរកិច្ចកម្ពុជាស្ថាប័នហិរញ្ញវត្ថុដៃគូសហការនិងប្រព័ន្ធផ្សព្វផ្សាយធំៗបានជួបជុំគ្នាដើម្បីធ្វើជាសាក្សីក្នុងឱកាសដ៏សំខាន់មួយនេះលោកលីវសេលៀងអ្នកគ្រប់គ្រងទូតនៃផ្នែកលក់រថយន្ត BYD Asia Pacific បានថ្លែងឲ្យដឹងថា BYD ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍរថយន្តថាមពលថ្មីហើយក៏សូមអរគុណដល់ប្រជាជនកម្ពុជាសម្រាប់ការគាំទ្រផលិតផលបច្ចេកវិទ្យាថ្មីលោកបន្តថាការចាប់ផ្ដើមផលិតកម្មរោងចក្រផលិតរថយន្ត BYD នៅក្នុងប្រទេសកម្ពុជាមិនត្រឹមតែពង្រីកចំណាយទីផ្សាររបស់ BYD ប៉ុណ្ណោះទេប៉ុន្តែវាជាការអនុវត្តគោលនយោបាយឧស្សាហកម្មយានយន្តរបស់រាជរដ្ឋាភិបាលកម្ពុជាពលគឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចទិញរថយន្តអគ្គិសនី NEV ដែលពួកគេពេញចិត្តនៅជិតផ្ទះបំផុត BYD នឹងបន្តប្រើប្រាស់បច្ចេកវិទ្យានិងផលិតផលល្អបំផុតសម្រាប់ផលិតកម្មក្នុងស្រុកហើយនឹងសហការជាមួយដៃគូចែកចាយដើម្បីបង្កើតសាខាបន្ថែមទៀតនៅកម្ពុជាលោកបញ្ជាក់ថាការសម្ពោធមជ្ឈមណ្ឌល Flagship នាថ្ងៃនេះគឺដើម្បីបញ្ជូននៅគោលគំនិតមួយទៅកាន់អ្នកប្រើប្រាស់ថាអ្វីដែល BYD នាំមកជូនមិនមែនត្រឹមជាផលិតផលរថយន្តប៉ុណ្ណោះទេប៉ុន្តែគឺជាបទពិសោធន៍នៃការរស់នៅបែបថ្មីបៃតងនិងឆ្លាតវៃ Harmony ICAR គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ BYD នៅក្រៅប្រទេសលោកយ៉ាងឆៅអ្នកគ្រប់គ្រងទូតនៃក្រុមហ៊ុនបត់សម្ព័ន្ធ Harmony ICAR នៅកម្ពុជាបានថ្លែងថាក្នុងនាមភ្នាក់ងារចែកចាយទូទៅផ្លូវការសម្រាប់ BYD និង Denza ក្នុងប្រទេសកម្ពុជាក្រុមការងារ Harmony ICAR Cambodia នឹងបន្តខិតខំប្រឹងប្រែងដោយប្រកាន់ភ្ជាប់នៅទស្សនវិស័យលក់ឡានមួយគ្រឿងបង្កើតមិត្តម្នាក់និងចូលរួមយ៉ាងស៊ីជម្រៅក្នុងទីផ្សារកម្ពុជាប្រើប្រាស់រោងចក្រក្នុងស្រុកដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់និងស្វែងយល់ឲ្យកាន់តែច្បាស់ពីតម្រូវការអ្នកប្រើប្រាស់តាមរយៈបទពិសោធន៍ធ្វើដំណើរបៃតងឆ្លាតវៃនិងគួរឲ្យទុកចិត្តទៅថ្ងៃអនាគតភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាដើម្បីពង្រីកវត្តមាននៅក្នុងទីផ្សារកម្ពុជាកែលម្អប្រព័ន្ធលក់និងសេវាកម្មជាបន្តបន្ទាប់រួមគ្នាជំរុញការធ្វើទំនើបកម្មឧស្សាហកម្មយានយន្តនៅកម្ពុជាឆ្ពោះទៅរកការប្រើប្រាស់ភាពឆ្លាតវៃនិងថាមពលថ្មីដល់ការធ្វើដំណើរតាមបែបបៃតងនិងការអភិវឌ្ឍប្រកបដោយចីរភាពគួរបញ្ជាក់ថាមជ្ឈមណ្ឌល BYD and Denza Flagship Center មានទីតាំងនៅលើមហាវិថីសម្ដេចតេជោហ៊ុនសែនជាតំបន់អភិវឌ្ឍដ៏សំខាន់នៃទីក្រុងភ្នំពេញវាស្ថិតនៅផ្លូវមេឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញហ៊ុំព័ទ្ធដោយតំបន់ពាណិជ្ជកម្មលំដាប់ខ្ពស់និងសហគមន៍ទំនើបដែលផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ